ស្ដីអ្នកទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំភពផូសាចិត្តថ្មីហើយថ្ងៃនេះគឺយើងបន្តរឿង Goku ភាគទី10របស់យើងបន្តទៀតហើយបើស្រឡាញ់ចូលចិត្ត complete ជួយគ្រប់គ្រង Channel ភពផូតាមរយៈ QR Code នៅខាងមុខផងទៅដល់បន្ទប់វិញនឹងយើងឃើញថាតា Roshi នឹងក៏អង្គុយមើលការហាត់ប្រាណរបស់នារីរហូតដើករបស់គាត់នឹងក៏ថាឲ្យពីប្រមាណទៅថាមើលចរិតនឹងធ្វើឲ្យសមជាមួយនឹងអាយុផងតា Roshi នោះមើលគេហាត់ប្រាណបណ្ដាឆ្លោះជាមួយអណ្ដាគាត់បណ្ដាយើងទៅមើល Krillin ជាមួយនឹង Goku វិញគាត់សម្លឹងទៅតាមបង្អួចឃើញថាមានឡានជាច្រើននឹងស្ទះផ្លូវពេញនឹងមកមើលការប្រកួត Final រវាង Goku ជាមួយនឹង Tien Shinhan ហើយ Bulma ជាមួយនឹង Line នឹងគាត់បានទៅយកកៅអៅមួយឈុតទៀតរបស់ Goku យ៉ាងថ្មីជ្រើងតែម្ដងមកឲ្យ Goku ពាក់ក្នុងវគ្គ Final ហើយ Oolong នឹងគាត់បានទៅចាប់កន្លែងឲ្យអ្នកទាំងអស់គ្នាមុនព្រោះគាត់ប្រែខ្លួនខ្លាចទៅជាយក្សដ៏ខូខើមួយគ្មាននរណាចង់ទៅចិត្តគាត់ទេស្រាប់តែមួយសន្ទុះនឹងមានយក្សមួយទៀតទៅរកកន្លែងរបស់គាត់នឹងឯងទៅមកទៅដឹងថាគ្នាឯងទេយក្សថ្មីមួយនេះគឺ Per គាត់ប្រែកាឡាប្រើធម្មពលរបស់គាត់ដើម្បីចាប់កន្លែងឲ្យយ៉ាំឆានឹងគាត់ធ្វើដំណើរពីពេទ្យទាំងឈឺជើងមកមើលការប្រកួត Final របស់ Goku យើងត្រឡប់ទៅមើល Tien Shinhan វិញគាត់នៅឯបន្ទប់របស់គាត់ព្យាយាមសមាធិប្រមូលអារម្មណ៍ដើម្បីបង្កើនកម្លាំងឲ្យខ្លាំងជាងមុនស្រាប់តែពាក្យសម្ដីរបស់តា Roshi នឹងទៅចូលក្នុងក្បាលរបស់គាត់ពេញគាត់កំពុងតែប្រមូលអារម្មណ៍នោះស្រាប់តែឃើញតែមុខតា Roshi តែប៉ុណ្ណោះនិយាយរឿងថាគាត់នឹងមិនសមធ្វើរឿងអាក្រក់ទេគួរតែយកក្បាច់គុណទាំងអស់នេះទៅធ្វើអំពើល្អ Tien Shinhan នេះព្យាយាមប្រាប់ខ្លួនឯងថា Goku នឹងជាមនុស្សអាក្រក់សម្រាប់ឃាតករថៅដែលត្រូវជាប្អូនរបស់គ្រូគេអាចារ្យ Krill នៅខាងក្រៅឯនេះបានមើលម៉ោងទៅឃើញថាជិតដល់ម៉ោងប្រកួតហើយក៏បានឲ្យ Chao Su នឹងទៅដាស់ Tien Shinhan តែមើលទៅឃើញថា Tien Shinhan នឹងមានធម្មពលខ្លាំងមែនតើអីវ៉ាន់នៅក្នុងបន្ទប់របស់គាត់នឹងគឺញ័ររញ្ជួយឲ្យហើយយើងត្រឡប់ទៅមើល Goku វិញគេត្រៀមខ្លួនប្រយុទ្ធដូចគ្នាហើយតា Roshi នេះដល់ម៉ោងប្រកួតហើយនៅឡៃមើលគេរួមអានឹងឡាញ់ដាក់ក្បាលម្ដាយតែម្ដងហើយដើរមកដល់កន្លែងអ្នកមើលនេះស្រាប់តែជួបជាមួយនឹងអាចារ្យ Krill ទៅទៀតប្រើធម្មពលនិយាយក្នុងចិត្តនឹងឌឺដងគ្នាទៅវិញទៅមកហើយវិធីករនឹងគេបាននិយាយថាការប្រកួត Final នឹងគឺបានមកដល់ហើយគូប្រកួតមាន Goku ជាមួយនឹង Tien Shinhan ហើយអ្នកដែលឈ្នះនោះនឹងទទួលបានប្រាក់រង្វាន់រហូតដល់ 50,000 Zenny ដោយរញ្ជួលចិត្តពេកទៅឡាញ់នៅខាងក្រៅនោះបាញ់កំភ្លើងទៀតហើយតា Roshi នោះស្ទុះមកក្រោយឆាកមើលឲ្យចិត្តជាងមុនទៅទៀត Krillin បានស្រ័យប្រាប់ថាកន្លែងនេះមានតែអ្នកប្រកួតទេទើបអាចចូលបានលោកតានឹងគាត់ថាមិនអីទេគ្រាន់តែមើលប៉ុណ្ណឹងនោះគ្មាននរណាចាប់អារម្មណ៍ឡើយចូលស្នៀតដំបងភ្លាមស្រាប់តែ Tien Shinhan នឹងអាចបាញ់ដូដនរេមកត្រូវ Goku ទៀតរហូតតែបាក់ឆាកនៅខាងក្រោម Goku បានងើបឡើងមកវិញចេញយ៉ាងលឿនប្រើក្បាច់របស់តា Roshi រត់តតែចេញស្រមោលប៉ុន្តែ Tien Shinhan មានភ្នែក3ចឹងគាត់អាចមើលធ្លុះក្បាច់របស់ Goku រត់បុក Goku ជាប់ជាមួយជញ្ជាំងហើយចាក់គ្រប់ជីពចររបស់ Goku ដេកដួលបាត់បង់ស្មារតី Tien Shinhan នេះយក Goku ធ្វើដូចជាបាល់អញ្ចឹងអុកធ្វើដូចជាបាល់ទះហើយទាញ Goku ឡើងទៅលើវាយសវិសចុះមកក្រោមម្សាទៀតប៉ុន្តែវាជារឿងដ៏អស្ចារ្យមួយដែល Goku នឹងមិនបាត់បង់ស្មារតីឡើយហើយអាចងើបឈរត្រឡប់មកវិញ Goku ថា Tien Shinhan នេះពិតជាខ្លាំងមែនអញ្ចឹងគាត់ឈប់ប្រើប្រាស់ធម្មពល Match Level ទៀតហើយគាត់ប្រើធម្មពល Barrel Level ម្ដង Match Level នឹងបានន័យថាគាត់បន្ធូរដៃហើយ Battle Level នឹងបានន័យថាគាត់ប្រើធម្មពលអស់ពីខ្លួនរបស់គាត់ទៅទប់ទល់ជាមួយនឹងសត្រូវអញ្ចឹងវាយមកយូរហើយនេះ Goku មិនទាន់ប្រើកម្លាំងពិតផងភ្លាមនឹង Goku ក៏ស្ទុះធាក់ Tien Shinhan ឡើងទៅលើមេឃបំរុងប្រើ Kamehameha បាញ់ពីក្រោមប៉ុន្តែគាត់សម្រេចចិត្តតែឈប់វិញតា Roshi មើលពីក្រោយនោះក៏ឃើញថា Goku ធ្វើបែបនេះដើម្បីរក្សាកម្លាំងព្រោះ Tien Shinhan នេះបំរុងនឹងប្រើក្បាច់បាញ់ឡងទៀតហើយ Tien Shinhan ក៏បានប្រើក្បាច់ចម្លែកដែលគេរៀននៅក្នុងបន្ទប់នោះហើយទាញខ្លួនឡើងឲ្យហោះនៅលើមេឃតែម្ដងហើយបន្ទាប់មកអ្នកទាំងពីរនេះឃើញថាកម្លាំងក្បាច់វាយគ្នាទៅមកគ្មានឃើញថាអ្នកណានឹងមានប្រៀបជាងនរណានោះឡើយ Goku អាចរុញ Tien Shinhan ទៅឲ្យចុងរីងឯណោះប៉ុន្តែ Tien Shinhan វាយតបត្រឡប់មកវិញភ្លាមនោះ Goku បានប្រើក្បាច់ថ្មីមួយទៀតបែងភាគតែម្ដងលើកនេះមិនមែនចេញត្រឹមតែសមោលនោះទេ Tien Shinhan គិតថាគាត់នឹងអាចមើលឃើញធ្លុះទៅដល់រូបរាងពិតរបស់ Goku ទៅហើយប៉ុន្តែបែរជាចាញ់បោក Goku ហើយស៊ីមួយជើងរបស់ Goku ទៅវិញបន្ទាប់មក Tien Shinhan ក៏ងើបឡើងវិញហើយបានប្រើក្បាច់មួយមានឈ្មោះថា Taiyoken ជាក្បាច់ដែលគាត់ប្រើទៅលើតា Roshi នៅក្នុងម៉ាច់មុននឹងឯងបាញ់ពន្លឺចេញពីខ្លួនរបស់គាត់មិនឲ្យសត្រូវគាត់មើលឃើញនោះទេហើយគាត់ឆ្លៀតឱកាសនេះស្ទុះទៅវាយ Goku ប៉ុន្តែ Goku នឹងបែរជាមើលឃើញក្បាច់របស់គាត់ហើយចាប់ដៃគាត់ជាប់ទៅវិញយើងសម្លឹងមកមើល Goku វិញឃើញថា Goku នេះបានទៅលួចវ៉ែនតារបស់តា Roshi យកមកពាក់ការពារពន្លឺរួចទៅហើយភ្លាមនោះក៏បានដាក់ Tien Shinhan ម្ដាយចូលពោះយ៉ាងធ្ងន់អញ្ញាកដាលនឹងមករាប់ភ្លាមរាប់បានលេខ7ទៅហើយ Goku នោះអាឡ័យទៅយកវ៉ែនតាទៅឲ្យតា Roshi វិញក៏ត្រូវបាន Tien Shinhan នឹងហោះពីចម្ងាយដាក់មួយជង្គង់ចូលមុខរបស់ Goku បែកទាំងវ៉ែនតា Roshi ទៀត Krillin ងាកសម្លឹងទៅមើលឃើញគ្រូខ្លួនឯងអត់វ៉ែនតាស្រាប់តែមានអារម្មណ៍ថាដូចស្តៀងតាចេះកិច្ចការយ៉ាងម៉េចមិនដឹងនោះទេយើងត្រឡប់ទៅមើល Goku វិញនៅពេលដែលប្រយុទ្ធគ្នាស្វិតស្វាញជាមួយនឹង Tien Shinhan នោះស្រាប់តែខ្លួនរបស់គាត់រឹងតែម្ដងធ្វើឲ្យ Tien Shinhan នឹងមានឱកាសវាយគាត់ត្រូវម្ដាយមួយទំហឹងហើយនៅពេលដែលអ្នកទាំងពីរហក់ទៅប្រយុទ្ធគ្នានៅលើមេឃនោះ Goku
ស្រាប់តែរឹងខ្លួនទៀតហើយត្រូវបានធានចិនហាន់ធាក់មួយជើងចុះមកក្រោមហើយទីបំផុតនឹងទើបយើងដឹងថាលោកគ្រូគ្រៀលនៅក្រោមម្នាក់បញ្ជាឲ្យឆៅស៊ូបាញ់ធម្មពលពិសេសរបស់គេឲ្យរឹងខ្លួនរបស់ Goku ដើម្បីបង្កើតឱកាសឲ្យធានចិនហាន់នឹងវាយប្រហារមកកាន់ Goku ស្ទើរតែធ្លាក់ចេញពីរីងទៅហើយប៉ុន្តែគាត់ប្រើក្បាច់ខាមេហាបាញ់លើកខ្លួនគាត់ទៅលើរីងវិញហើយ Goku នឹងត្រូវប្រមាណដៃទៀតហើយដោយសារតែល្បិចថោកទាបមួយនេះ Goku ទីបំផុតនឹងគាត់ធុញក៏គាត់ស្រែកតែម្ដងថាធានចិនហាន់នឹងប្រើល្បិចថោកទាបក្នុងការប្រកួតគ្នាពិតប្រាកដធានចិនហាន់នឹងស្រាប់តែស្រឡាំងកាំងតែម្ដងក៏មិនដឹងថា Goku នឹងនិយាយពីអ្វីនោះទេភ្លាមនោះតារ៉ូស៊ីក៏ដូចជាយ៉ាំឆានឹងចាប់អារម្មណ៍គ្រប់គ្នាថារឿងហេតុទាំងអស់នេះវាកើតឡើងពីធម្មពលពិសេសរបស់ឆៅស៊ូឡាញ់នឹងក៏ទ្រាំមិនបាននោះទេក៏បានកាន់ញញួរមួយយ៉ាងធំបំរុងនឹងទៅវាយឆៅស៊ូប៉ុន្តែត្រូវបានអាចារ្យគ្រៀលនឹងផ្ទាត់តែកូនដៃបន្តិចធ្វើឲ្យខ្ទាតឡាញ់នឹងទៅដល់ជញ្ជាំងខាងក្រោយឯណោះធានចិនហាន់ប្រយុទ្ធយូរជាមួយនឹង Goku នឹងឃើញថា Goku ខ្សោយទៅគេក៏មានអារម្មណ៍ចម្លែកសម្លឹងមើលទៅទើបដឹងថាអំពើទាំងអស់ពិតជាគ្រូរបស់គេជាអ្នកធ្វើមែនឆៅស៊ូបានចាប់ឲ្យ Goku នឹងដេកដួលនៅលើឆាកហើយលោកគ្រូរបស់គេនឹងព្យាយាមប្រើក្បាច់និយាយក្នុងចិត្តទៅប្រាប់ធានចិនហាន់ថាឲ្យសម្លាប់ Goku ទៅឱកាសនេះឱកាសល្អហើយស្រាប់តែធានចិនហាន់នឹងនឹកឃើញសម្ដីរបស់តារ៉ូស៊ីហើយគាត់និយាយថាគាត់មិនចង់ឈ្នះដោយបែបនេះនោះទេចឹងទៅក៏បានស្រែកប្រាប់ឲ្យឆៅស៊ូនឹងប្រឡែង Goku ទៅហើយគាត់បានប្រាប់គ្រូគាត់ទៀតថាគាត់លែងចង់ធ្វើជាឃាតករធ្វើឲ្យអ្នកផ្សេងនឹងស្លាប់ដោយសារគាត់ទៀតហើយគ្រូគាត់ស្រាប់តែខឹងពីក្នុងមុខតែម្ដងហើយនិយាយថាធានចិនហាន់នេះជាក្មេងល្មើគុណចាំមើលគាត់សម្លាប់ធានចិនហាន់ផ្ទាល់ដៃទៅមើលគាត់បានបញ្ជាឲ្យឆៅស៊ូនឹងបាញ់ធម្មពលរបស់ឆៅស៊ូទៅលើធានចិនហាន់ប៉ុន្តែឆៅស៊ូមិនព្រមធ្វើបាបមិត្តខ្លួនឯងនោះទេដែលធ្វើឲ្យគាត់នឹងចង់សម្លាប់ទាំងឆៅស៊ូទៅទៀតតារ៉ូស៊ីមិនឲ្យសភាពការធ្ងន់ធ្ងរបានទាន់នោះទេគាត់ក៏ជាដៃបាញ់ខាមេហារុញច្រានអាចារ្យគ្រៀលទៅឲ្យឆ្ងាយចេញពីការប្រកួតមួយនេះការប្រកួតរបស់អ្នកទាំងពីរក៏នៅតែបន្តហើយធានចិនហាន់នេះចាប់ផ្ដើមប្រែខ្លួនคล้ายទៅជាមនុស្សល្អម្ដងបន្តិចហើយគាត់ថែមទាំងឈរឲ្យ Goku នឹងវាយគាត់មកប្រើទៀតផងដើម្បីឲ្យរបួសនឹងវាស្មើគ្នាភ្លាមនោះគាត់បានប្រើតិចនិចថ្មីមួយទៀតមានឈ្មោះថា Forearm Technique ដែលធ្វើឲ្យគាត់នឹងមានដៃរហូតដល់4 Goku ពិបាកទប់ទល់មែនទែនដោយសារតែគាត់ទប់បានតែដៃ2ទេហើយស្រាប់តែមានដៃ2ពីលើមកវាយគាត់ថែមទៀតពេលដែល Goku បំរុងនឹងហក់ទៅធាក់ធានចិនហាន់នោះគាត់បានចាប់ដៃចាប់ជើងរបស់ Goku យកពោះ Goku មកអុកជាមួយក្បាលគាត់តែម្ដង Goku ដៃអស់ជើងទៅហើយគេបានប្រើកន្ទុយរបស់គេវាយទៅមុខធានចិនហាន់ដើម្បីបំបែកអារម្មណ៍ឆ្លៀតឱកាសនោះ Goku ក៏អាចរត់រួចទៅហើយ Goku បានប្រមូលកម្លាំងមកលើជើងរបស់គេហត់ទៅធាក់ធានចិនហាន់នឹងដូចគ្នាប្រមូលកម្លាំងទៅលើដៃវាយទៅកាន់ Goku អ្នកទាំងពីរនេះដាក់មកប្រាវទៅសន្លប់រៀងខ្លួនអញ្ញាកដារាប់បានរហូតដល់9ទៅហើយប៉ុន្តែគូប្រកួតទាំងពីរអ្នកនេះបែរជាអាចឈរនៅលើជើងរបស់ខ្លួនវិញ Goku បានទៅស្ទុះធាក់ជើងរបស់ធានចិនហាន់ឲ្យក្រិចហើយចាប់ជើងទាំងពីររបស់គេនឹងឡើងមកលើក្លេធានចិនហាន់តែម្ដងប៉ុន្តែធានចិនហាន់នេះបែរជាមានដៃ4ដៃ2របស់គេខាងក្រោយនឹងបានចាប់ទៅច្បាច់ករបស់ Goku ស្ទើរតែក្រហមមុខភ្លាមនោះធានចិនហាន់ប្រមូលអារម្មណ៍ទៅកម្លាំងជើងរបស់គាត់ទាញមួយទំហឹងរុញ Goku ទៅបុកជញ្ជាំងខាងក្រោយឯណោះអ្នកទាំងពីរនេះហត់រៀងខ្លួនហើយចឹងធានចិនហាន់ក៏និយាយថាក្បាច់មួយនេះក្បាច់ចុងក្រោយរបស់គាត់ហើយ Goku នេះត្រូវតែកិច្ចឲ្យផុតបើសិនជាកិច្ចមិនផុតទេ Goku នឹងស្លាប់គាត់មិនចង់សម្លាប់ Goku ទេតែក្បាច់មួយនេះវាខ្លាំងពេកលោកតារ៉ូស៊ីមើលពីក្រោយក៏និយាយថាធានចិនហាន់នឹងបំរុងប្រើក្បាច់ Kikoho មែនទេតារ៉ូស៊ីថាក្បាច់មួយនេះគ្រោះថ្នាក់មែនទែនព្រោះថាវាខ្លាំងពេកអ្នកដែលប្រើប្រាស់វាប្រកាសជាអស់កម្លាំងស្ទើរតែស្លាប់ជួនកាលអាចនឹងស្លាប់ទៀតផងធានចិនហាន់បានប្រើធម្មពលហោះរបស់គេហោះទៅលើមេឃហើយបានប្រើដៃទម្រង់ចម្លែកមួយ zoom ទៅកាន់ Goku ហើយបាញ់ចេញស្នៀតដែលមានឈ្មោះថា Kikoho នឹងមែនគ្រាន់តែបាញ់ភ្លាមអ្នកទាំងអស់គ្នាសម្លឹងមកមើលសាយវៀនវិញគឺបាត់សាយវៀនទាំងអស់តែម្ដងគ្រប់គ្នានឹងគិតថា Goku ស្លាប់ទៅហើយប៉ុន្តែតាមពិតទៅ Goku នឹងបានហក់ទៅលើមេឃយ៉ាងឆ្ងាយដើម្បីគេចពីស្នៀតមួយនោះធានចិនហាន់នឹងក៏ហោះទៅតាម Goku ដូចគ្នាភ្លាមនោះ Goku បានបាញ់ខាមេហាទៅក្រោយរុញខ្លួនឯងឲ្យយកក្បាលរបស់ខ្លួននឹងទៅបុកពោះរបស់ធានចិនហាន់ធ្វើឲ្យអ្នកទាំងពីរនេះធ្លាក់ចុះមកក្រោមរៀងខ្លួនប៉ុន្តែចង្រៃអីនៅពេលដែលជិតដល់ដីនោះស្រាប់តែមានឡានមួយជិះមកបុក Goku កលាច់ធ្វើឲ្យ Goku នឹងធ្លាក់ទៅប៉ះដីមុនហើយធានចិនហាន់ហោះពីក្រោយនោះបែរជាប៉ះដីពីក្រោយ Goku ទៅវិញចឹងវិធីកមកពីក្រោយនឹងគេមើលឃើញថា Goku នឹងប៉ះដីមុនចឹងជ័យជំនះលើកនេះគឺធ្លាក់ទៅលើធានចិនហាន់ហើយដោយសារតែការប្រកួតមួយនេះវារំជើបរំជួលអ្នកក្លាហានទាំងពីរនេះសុទ្ធសឹងតែប្រឹងអស់ពីសមត្ថភាពចឹងអ្នកគាំទ្រនិយាយពីថាស្រឡាញ់អស់ពីចិត្តនាំគ្នារត់ទៅមើលអ្នកទាំងពីរនេះតារ៉ូស៊ីនឹងក៏ទៅដល់ហើយនិយាយជាមួយធានចិនហាន់ក្នុងចិត្តបន្តិចថាឯងឃើញទេនៅពេលដែលឯងធ្វើល្អមនុស្សជាច្រើននឹងគោរពស្រឡាញ់ឯងច្រើនណាស់ហើយហ្វេនគ្រប់គ្នានឹងបានចាប់លើកបោះអ្នកទាំងពីរល្ងាចបន្តិចក៏បានមកដល់ធានចិនហាន់ក្រោយពីទទួលបានប្រាក់រង្វាន់គាត់ដើរមកដល់ជួប Goku គាត់ចែកពាក់កណ្ដាលឲ្យ Goku ទៅគាត់ថាគាត់នេះឈ្នះបានតែឈ្នះទេប៉ុន្តែការពិតទៅគាត់ជាមួយនឹង Goku នឹងគឺស្មើគ្នាអញ្ចឹងចែកលុយគ្នាម្នាក់ពាក់កណ្ដាលតែម្ដងទៅប៉ុន្តែ Goku ក៏
គាត់បាននិយាយថាគាត់មិនត្រូវការនោះទេព្រោះគាត់មិនដែលទាំងប្រើលុយផងហើយពេលមួយនេះយើងស្លេះតែប៉ុណ្្នឹងសិនចោលអរគុណគ្នាយើងដែលបានតាមដានទស្សនាហើយក៏អរគុណទៅដល់អ្នកដែលចូលរួមគាំទ្រ Channel Popo ក្នុងវីដេអូមុនដូចគ្នាមានផាន់ឌុនមេងធីរៈថងតារាមេងស៊ូអរគុណច្រើនជូនពរជោគជ័យរាល់ការងារដែលកំពុងធ្វើនៅក្នុងឆ្នាំថ្មីនេះហើយអាចចូលទៅមើលរឿង Goku តាំងពីភាគ1បានតាមរយៈ playlist នៅខាងស្ដាំដៃនេះបើសិនជាចូលចិត្តកុំភ្លេចចុច like Subscribe ហើយនិង comment ផងអរគុណច្រើនបាយបាយ